ហើយបើសិនបាសេឡូណាវិញគឺគាត់ប៉ះជាមួយនឹងក្រុមបកាយការពារគឺគាត់ក៏តានតឹងដែរបាទគាត់ព្យាយាមសម្រុកតាហ៊ានទៅអត់ចូលហើយគឺមានការបាទគេថាផ្លែកបាទគេថាធ្លាក់ទម្រង់ភ្លាមអញ្ចឹងវារៀងពិបាកដែរសម្រាប់បាសេឡូណាបាទអញ្ចឹងសម្រាប់រឿងនេះខ្ញុំក៏ពិបាកនៅក្នុងការសន្និដ្ឋានដែរថាតើបាសេឡូណានៅមានអត្រាប៉ុន្មានភាគរយនៅក្នុងការលើកពាន UEFA Champions League កុំភ្លេចថាបាសេឡូណាអ្នកដែលទាត់បានប៉ះនេះក៏មិនធម្មតាដែរប្រិមិត្តគឺ Inter បាទប្រិមិត្តដឹងស្រាប់ហើយសម្រាប់ Inter យកឈ្នះទៅលើ Bayern Munich គឺខិតនៅក្នុងទម្រង់មួយដែលការពារឲ្យវាយបកបាទតែយ៉ាងណាមិញសម្រាប់ Thuram របស់ Inter គឺបានរងរបួសហើយសម្រាប់តំបន់ប្រយុទ្ធរបស់ Inter ណាបាទត្បិតតែតំបន់ប្រយុទ្ធរបស់គាត់របួសមែនតែតំបន់ការពាររបស់គាត់គឺមិនធម្មតាទេអញ្ចឹងបាទសម្រាប់បាសេឡូណាប៉ះជាមួយនឹងក្រុមការពារខ្ញុំគិតថាវារៀងផលលំបាកមួយដែរសម្រាប់គាត់ណាបាទវាផលលំបាកមួយដែរសម្រាប់គាត់ហើយសម្រាប់បាទប៉ារីសវិញយើងក៏ដឹងហើយថានៅក្នុងរដូវកាលថ្មីនេះគឺប៉ារីសដូចជារះខ្លាំងមែនទែនបាទលើកពាននៅបាទលីករបស់បារាំងគឺលើកមុនរដូវកាលរហូតដល់6ប្រកួតហើយសម្រាប់ការប្រកួត UEFA Champions League គឺទម្លាក់ជើងខ្លាំងច្រើនបាទរហូតមកដល់ពេលនេះសម្រាប់ប៉ារីសបាទគឺនឹងត្រូវប៉ះគ្នាជាមួយនឹង Arsenal ចាំមើលទៅជាយ៉ាងណាគណៈពេលដែល Arsenal បាទយើងនិយាយអំពី Arsenal វិញគឺការសហការនេះគឺគាត់ខ្លាំងបាទការសហការគឺខ្លាំងហើយជាពិសេសហ្នឹងគឺខ្ញុំមើលទៅការលេងរបស់ Arsenal គឺគេថាមិនរិះថាំណាបាទភាគច្រើនសឹងតែពេលខ្លះនិយាយថាអាបាល់ដែលគាត់ត្រូវសុទ្ធទេគាត់មិនសុខចិត្តសុទ្ធទេគាត់សុខចិត្តបញ្ជូនឲ្យមិត្តរួមក្រុមគេថាមិនកំណាញ់តែម្ដងការប្រកួតនៅលើទីលានរបស់ Arsenal គឺការបញ្ជូនបាល់ឲ្យគ្នាគឺលឿនលក្ខណៈលឿនហើយបាល់ខ្លីច្រើនបាទហើយបើសិនជាយើងនិយាយអំពីការសហការគ្នាគឺយល់ចិត្តគ្នាច្រើនហើយអ្វីដែលយើងបានមើលឃើញចំណុចខ្វះខាតមួយរបស់ Arsenal នោះគឺតំបន់ប្រយុទ្ធកណ្ដាលរបស់គាត់បាទត្បិតតែដល់ពេលនេះគឺ Merino គាត់ជំនួសតំណែង Kai Havertz ក្រាបព្រីយេស៊ូសប៉ុន្តែ Merino ក៏ប្រិមត្តដឹងស្រាប់ហើយគាត់មិនមែនជាប្រយុទ្ធកណ្ដាលពេញតួទេបើប្រៀបធៀប Kai Havertz នោះបាទយ៉ាងណាមិញសម្រាប់ Kai Havertz ក៏មានដំណឹងល្អសម្រាប់ Arsenal ដែរបាទគាត់អាចចូលរួមជាមួយនឹង Arsenal បាននៅចុងរដូវកាលនេះប៉ុន្តែមិនដឹងថាតើនឹងអាចចូលរួម UEFA Champions League បានទាន់ពេលវេលាជាមួយនឹងការប្រកួតជើងទី2ដែរឬអត់ទេពេលប៉ះជាមួយនឹងប៉ារីសបាទសម្រាប់មកដល់ពេលនេះបើប្រិយមិត្តសួរខ្ញុំថាតើក្រុមណាដែលមានអត្តភាពខ្ពស់នៅក្នុងការលើក UEFA Champions League ខ្ញុំអាចនិយាយបានថាពិបាកមែនតើប្រិយមិត្តក្រុមទាំង4នេះបាទក្រុមទាំង4នេះគឺស្ថិតនៅក្នុងបាទបើសិនជាយើងមើលមែនតើគឺសមាសបាគ្នាបាទប៉ារីសត្បិតតែប្រឡូកប្រជែងជាមួយនឹង UEFA Champions League ជារៀងរាល់ឆ្នាំប៉ុន្តែទំមតែមុជជ្រៅបាទទៅឆ្ងាយពីរដូវកាលទៅរដូវកាលគឺពិបាកបាទរដូវកាលនឹងឆ្ងាយអញ្ចឹងទៅបាទមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ទៅរដូវកាលក្រោយវគ្គ16ឯងធ្លាក់បាត់បាទបើសិនជាភាព Arsenal នេះគឺជារដូវកាលបាទបន្ទាប់ពីឆ្នាំ2005មកដល់បច្ចុប្បន្ននេះគឺជាពេលបាទថ្មីមួយហើយជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតហើយសម្រាប់ Arsenal នៅក្នុងការឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ហើយយើងក៏លេចទៅមើល Barcelona មករយៈក្រោយប្រិមិត្តតែមិនឃើញឡើងនៅក្នុងឆ្នាំនេះទេប៉ុន្មានឆ្នាំមុនប្រិមិត្តក៏ឃើញហើយគឺតានតឹងមែនតើបាទស្របពេលដែល Inter គឺកំពុងតែឡើងជើងខ្លាំងបើមិនយើងនិយាយ Inter គឺក្រុមនៅអ៊ីតាលីគឺសម្បូរទៅដោយក្រុមដែលពូកែលេងនៅក្នុងការការពារហើយវាយបកហើយ Barcelona បច្ចុប្បន្នគឺពូកែប្រយុទ្ធបាទហើយតំបន់ការពារនោះគឺនៅមានការស្ទើរស្ទាក់ហើយស្របពេលដែល Arsenal គឺមានគ្រប់តំបន់ប៉ុន្តែតំបន់ប្រយុទ្ធកណ្ដាលគាត់អត់មានបាទខ្ចីយក Moreno មកដាក់ប្រយុទ្ធកណ្ដាលអញ្ចឹងក៏ជាផលលំបាកមួយដែរហើយសម្រាប់ប៉ារីសគឺពេញសាច់ប៉ុន្តែសម្រាប់គាត់ក៏នៅមានចំណោទបញ្ហាមួយច្រើនបាទការគ្រប់គ្រងបាល់ការបញ្ជូនបាល់ជាមួយនឹងការប្រេះបាល់គឺរបស់ប៉ារីសគឺខ្លាំងបាទព្រោះបើយើងក៏លេចទៅមើលការប្រកួតជាមួយនឹង Liverpool បើយើងឃើញថាសម្រាប់ប៉ារីសគឺគាត់ប្រេះខ្លាំងមែនតើប៉ុន្តែបើសម្រាប់ការប្រេះខ្លាំងនេះប្រសិនបើ Arsenal គាត់ប្រកែនៅក្នុងការលេងបាល់ខ្លីនោះពិតណាស់សម្រាប់ប៉ារីសក៏តានតឹងដែរនៅក្នុងការយកឈ្នះ Arsenal បើសិនជាគាត់ប្រកែប្រេះគេប្រកែបោះគេប្រកែបោះគាត់ប្រកាសជាពិបាយនៅក្នុងតង់ទី2បាទអញ្ចឹងវាពិបាកដែរប្រិមិត្តក្នុងចំណោម4នេះខ្ញុំអាចនិយាយបានថាម្យ៉ាងម្នាក់បាទម្យ៉ាងម្នាក់បាទអញ្ចឹងសម្រាប់ភាគរយបើសិនជាខ្ញុំបាទសូមអភ័យទោសបើសិនជាខ្ញុំរាប់អ្នកមានភាគរយខ្ពស់ខ្ញុំសូមផ្ដល់ឲ្យ Barcelona បាទបន្ទាប់មកទៀតគឺ Inter បាទ Barcelona លើ Inter បន្ទាប់ពី Inter មកគឺParis បន្ទាប់ពី Paris មកគឺ Arsenal បាទអញ្ចឹងក្នុងចំណោមនេះគឺខ្ញុំផ្ដល់ឲ្យ Barcelona មានភាគរយខ្ពស់ជាងគេហេតុអីទៅប្រិមិត្តបាទព្រោះដោយសារមកដល់ពេលនេះតំបន់ប្រយុទ្ធរបស់ Barcelona គឺសាហាវពេកហើយថាមុតស្រួចពេក
bà chân Inter cứ trâu tại chia diếm thưa dạng na cà pi ở bàn muôn tóm tam là ai thưa tới bàn bà vẽ buôn crom rồi có vẽ vẽ cần đa prai prot nâng bờ tới nơi ngày ti mà pay làm buôn bà pay buôn nó pay mất bà pay buôn sám mùi nâng ấy bà sầm rạp ca bà cột trường thì pi bà trường thì muối bà sầm tô cả cột trường thì muối bà vẽ cần đa prai prot